គោរពជំរាបសួរពុកម៉ែបងប្អូនពញាតទាំងក្នុងនិងក្រៅប្រទេសសម្រាប់ខ្ញុំបកករណាក៏មកជំរាបជូនតាក់ទងនឹងដំណឹងក្នុងការចូលរួមបំពេញបុណ្យមូលនិធិជួយដល់បងប្អូនជនភៀសសិករបស់យើងដែលកើនឡើងពី20នាក់រហូតមកដល់50នាក់ដែលមានបងប្អូនខ្លះចូលរួម5រៀល10រៀល20000 10000និងបងប្អូនក្រៅប្រទេសក៏មាន$100និងបងប្អូនពញាតផ្សេងដែលបូកសរុបបច្ច័យមកទល់នឹងម៉ោងនេះគឺយើងទទួលបានចំនួនបច្ច័យជាង$3000ដែលខ្ញុំបកករណាមិនទាន់បូកសរុបអស់នៅមានការខ្វះចន្លោះបងប្អូនញាតិមួយចំនួនដោយសារតែមានការរវល់ផងហើយក៏រៀបចំស្បៀងត្រៀមជាស្រេចសម្រាប់ចែកជូនដល់បងប្អូនភៀសសិករបស់យើងដែលនឹងចេញដំណើរទៅនៅថ្ងៃច័ន្ទអញ្ចឹងសម្រាប់ពញាតបងប្អូនដែលចង់ចូលរួមបច្ច័យជាបន្តឬក៏មិនទាន់បានចូលរួមបំពេញបុណ្យដើម្បីធ្វើទានបារមីជួយសង្គ្រោះដល់បងប្អូនខ្មែររបស់យើងក្នុងពេលវេលាកលៈទេសៈដ៏លំបាកដែលយើងគួរតែជួយគ្នាសាមគ្គីគ្នាព្រោះខ្មាំងចោលសៀមនៅតែបន្តទម្លាក់គ្រាប់និងធ្វើឲ្យបងប្អូនជនភៀសសិករបស់យើងមានការកើនឡើងច្រើនជាងមុនលើសគេហៅថាចំនួនពី3ថ្ងៃមុនទៅទៀតអញ្ចឹងទេខ្ញុំបកករណាក៏សូមអំពាវនាវពញាតបងប្អូនទាំងអស់ឲ្យបានចូលរួមមិនថាសធាតិចទួយស្ដួយស្ដើងយ៉ាងណាសូមបងប្អូនចូលរួមជាមួយនឹងខ្ញុំបកករណាដើម្បីជាបច្ច័យបុណ្យកុសលដ៏ធំធេងបំពេញទានបារមីជួយដល់បងប្អូនដែលកំពុងខ្វះខាតស្បៀងហើយលេខទូរស័ព្ទទំនាក់ទំនងបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទប្រព័ន្ធ Cell Card 077 54 93 54 096 67 46 707និង067 35 89 36លេខចុងក្រោយ067ជាលេខប្រព័ន្ធ Medphone សម្រាប់លេខទូរស័ព្ទទាំង3ខ្សែគឺមាន Telegram ហើយខ្ញុំបាទនឹងដាក់នៅលើអត្ថបទវីដេអូដែលខ្ញុំបកករណាកំពុងតែថតសម្លេងកំពុងតែផ្សាយ live ចេញទៅនេះអញ្ចឹងទេសូមពញាតបងប្អូនក៏ចូលទៅក្នុង comment មើលដែរដោយសារបងប្អូនខ្លះគាត់ចូលរួមតាមរយៈ QR code ACLIDA ABA ក៏អាចចូលរួមបានតាមរយៈ Wing ក៏ចូលរួមបានជាពិសេសបងប្អូននៅក្រៅប្រទេសអាចចូលរួមបានតាមរយៈ Western Union MoneyGram ឬ Koreaហ្នឹងហើយគឺខ្ញុំបកករណាទទួលសទ្ធាបងប្អូនក្នុងការចូលរួមបំពេញបុណ្យបន្តដើម្បីរួបរวมសាមគ្គីក្នុងការជួយបន្តមូលនិធិរបស់យើងធ្វើយ៉ាងម៉េចឲ្យបាន2ទៅ3ដងដើម្បីជួយដល់បងប្អូនព្រោះសង្គ្រាមនេះមិនគេហៅថាមិនងាយចប់ទេគឺនៅបន្តអូសបន្លាយហើយមានរយៈពេលយូរដូចជាមហារាជអញ្ចឹងសង្ឃឹមថាពញាតបងប្អូនទាំងអស់គ្នាគេហៅថាចូលរួមឲ្យបានស្រស់ដៃគ្នាព្រោះគ្រប់ញាតិទីកន្លែងចូលរួមទាំងអស់អញ្ចឹងយើងចូលរួមជួយនៅទីតាំងណាដែលកំពុងខ្វះព្រមមានទីតាំងខ្លះក៏នៅតែខ្វះនៅតែខាតមិនទាន់គ្រប់គ្រាន់ទេបងប្អូនណាអញ្ចឹងសូមឲ្យពញាតបងប្អូនទាំងអស់ចូលរួមបន្តបានដូចគ្នាហើយបងប្អូនអាចតាក់ទងតាមរយៈ Facebook Page របស់ខ្ញុំបាទដែលកំពុងអាប់ដេតវីដេអូនេះឬក៏ Facebook Page បារមីមហានគរក៏បានឬក៏ Page បារមីមហានគរវគ្គ2បារមីស្រុកខ្មែរមហានគរវគ្គ2បងប្អូនណាអាចឆាតចូលបានហើយខ្ញុំបកករណាក៏សូមប្រសិទ្ធពរជ័យសារីវិបុលសុខគ្រប់ប្រការកើតមានដល់បងប្អូនខ្មែរទាំងអស់ទូទាំងប្រទេសឲ្យសុខចម្រើនកិច្ចផុតពីសង្គ្រាមកិច្ចផុតពីគ្រោះភ័យនិងទុក្ខសោកកម្មពៀទាំងឡាយទាំងពួងដល់អំណាចបុណ្យនិងថ្លាមនរគុណព្រមទាំងជូនពរជូនជ័យដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសឲ្យបានសុខចម្រើនរួចផុតចាកទុក្ខទោសកម្មពៀទាំងឡាយទាំងពួងគ្រប់ប្រការហើយសម្រាប់បច្ច័យសរុបមកទល់ពីនេះ$3000ជាងនិង$3100ជាងដែលខ្ញុំបកករណាអត់ទាន់បានបូកបច្ច័យចាស់ដែលយើងបានប្រមូលពីមុននិងហើយដែលយើងនៅសល់ជាង$300ទៀតប៉ុន្តែគិតតែបច្ច័យថ្មីទេអញ្ចឹងបច្ច័យប៉ុណ្ណេះគឺយើងរៀបចំអាចត្រឹមបានម្ដងឬ2ដងសង្ឃឹមថាបច្ច័យបានបន្តមកទៀតក៏យើងរៀបចំបន្តទៅទៀតជួយបងប្អូនណានឹងឲ្យអរគុណច្រើនសម្រាប់ពញាតបងប្អូនទាំងអស់ដែលគោរពស្រឡាញ់ទុកចិត្តហើយនេះគឺជាឈ្មោះបងប្អូនដែលគាត់ចូលរួមបន្តបន្ទាប់គឺមានចំនួន50នាក់នឹងឲ្យទាំងលើទាំងក្រោមទាំងមុនទាំងក្រោយទាំងអស់អរគុណច្រើនសុខចម្រើនទាំងអស់គ្នា